រឿងពឹសឆ្កែឆ្កួតប្រឡាយអ្នកភូមិមានរឿងដំណាលថានៅកណ្ដាលព្រៃមានរូងភ្នំមួយដែលគ្មាននរណាម្នាក់ហ៊ានចូលទៅឡើយនរណាឲ្យតែដើរកាត់តាមមាត់រូងភ្នំនោះតែងតែឮសំឡេងមនុស្សហៅពិតមែនហើយសំឡេងនោះថែមទាំងនិយាយថាអញ្ជើញមកយកមាសមកយកប្រាក់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 និយាយបែបនេះរហូតឲ្យតែមានមនុស្សម្នាក់ដើរឆ្លងកាត់តែគ្មាននរណាម្នាក់ហ៊ានចូលទៅឡើយថ្ងៃមួយមានបុរសកាប់ឈើ2នាក់បានវង្វេងព្រៃដើរចុះឡើងស្រាប់តែទៅដល់មុខរូងភ្នំនោះហើយក៏បានឮសំឡេងមនុស្សហៅអញ្ជើញមកយកមាសមកយកប្រាក់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 បុរសទាំងពីរនាក់នោះក៏គិតមួយផ្លែតរួចក៏សម្រេចចិត្តដើរចូលទៅដោយក្នុងដៃគាត់ក្តាប់ពូថៅយ៉ាងណែនហើយដើរចូលក៏ឃើញមានមាសមានប្រាក់ជាច្រើនពាសពេញរូងភ្នំបន្ទាប់មកបុរសទាំងពីរក៏នាំគ្នាយកដៃកាន់មាសនោះដោយអារម្មណ៍ត្រេកអរពុំដែលឃើញមាសច្រើនបែបនេះពីមុនមកឡើយហើយពេលនោះពុំបាននិយាយសុំម្ចាស់កំណប់ទ្រព្យឡើយដោយគិតថាវាគ្មានម្ចាស់ត្រេកអរពេកក៏លូកដៃចាប់កាន់មាសនោះទៅមួយសន្ទុះស្រាប់តែមានមន្តអាគមចេញមកហើយជប់រងដួងចិត្តបុរសទាំងពីរនាក់នេះវាបានคล้ายទៅជាមនុស្សមានចិត្តគំនិតផ្សេងដែលលុបលន់ចង់មានចង់បានចង់យកទ្រព្យសម្បត្តិនោះតែម្នាក់ឯងខណៈពេលវាយដណ្ដើមគ្នាបុរសម្នាក់ទៀតរុញបុរសម្នាក់ទៀតក៏ដួលទៅចាក់ចំឆ្អឹងខ្មោចឆ្កែដែលនៅទីនោះស្លាប់បាត់បង់ជីវិតទៅបុរសម្នាក់ទៀតក៏ប្រញាប់យកមាសមួយហឹបពេញចេញទៅតែទៅដល់មុខរូមគេគិតសង្ស័យខ្លាចមិនមែនជាការពិតក៏បើកកំណប់នោះមើលជាថ្មីម្ដងទៀតយើប៉ានេះយើងខ្លាចជាអ្នកមានហើយយ៉ាងមិនបានខ្លាចទៅជាដុំដីទៅវិញឯណាមាសខ្ញុំឯណាមាសខ្ញុំនៅណាទៅអូយមិនពិតទេខណៈដែលមាសខ្លាចទៅជាដុំដីទៅវិញបុរសនោះក៏ភ័យពេករត់ចេញទៅដោយញាប់ញ័រក្នុងយប់នេះចំថ្ងៃពេញបរមីតែម្ដងដោយមានបណ្ដាសាឈាមបុរសដែលបានស្លាប់នោះបានហូរកាត់ឆ្អឹងឆ្កែអស់រយៈពេលជាច្រើនម៉ោងស្រាប់តែធ្វើឲ្យបុរសនោះក្រោកឡើងហើយប្រែក្លាយទៅជាបិសាចឆ្កែមានកំហឹងយ៉ាងខ្លាំងដូចជាឆ្កែឆ្កួតដើរចេញពីរូងភ្នំសំដៅទៅក្នុងភូមិបិសាចឆ្កែឆ្កួតនេះដើរខាំមនុស្សម្នាក្នុងភូមិយកមកស៊ីជារៀងរាល់ថ្ងៃជួយផងដោយអ្នកភូមិចេះតែបាត់មនុស្សជារៀងរាល់ថ្ងៃអ្នកភូមិកើតក្តីព្រួយបារម្ភជាខ្លាំងក៏បានជជែកគ្នានិងរៀបចំគម្រោងជាមួយលោកតាមេភូមិដើម្បីត្រៀមបង្ក្រាបនិងបញ្ឈប់រឿងនេះ ប
បន្ទាប់មកអ្នកភូមិនិងលោកតាមេភូមិបានរៀបគម្រោងដើម្បីត្រៀមទប់ទល់ជាមួយនឹងសត្រូវដើម្បីស្វែងរកមុខសញ្ញាមួយនេះថាវាជាអ្វីឲ្យប្រាកដ សំណាងឲ្យមួយរយៈនេះដែលចេញទៅក្រៅយុប្រឡប់អីទៅតែដឹងនេះថាមានមនុស្សបាត់ច្រើនយ៉ាងហ្នឹងមែនតែយើងទាំងពីរនាក់សំណាងមិនចេញក្រៅយប់មួយរយៈនេះចំពេលមនុស្សបាត់ខ្លួនល្មមបើសិនចេញអីសូបាត់គេដែរនេះ ពេលនោះអ្នកភូមិក៏សម្រេចចិត្តយកបរិសម្នាក់ធ្វើជានុយបញ្ឆោតឲ្យដេកនៅមុខផ្ទះហើយអ្នកភូមិក៏នាំគ្នារកកន្លែងពួននៅជិតនោះមួយសន្ទុះក្រោយមកក៏ឃើញបិសាចឆ្កែឆ្កួតដើរចេញមកហើយសំដៅរកអ្នកភូមិដែលបានដេកនៅទីនោះចំណែកអ្នកភូមិបានឃើញច្បាស់ថាវាជាអ្វីពួកគាត់ឃើញហើយស្រឡាំងកាំងតែម្ដងនឹកស្មានថានៅក្នុងភូមិមានបិសាចស៊ីមនុស្ស ជុំបិសាចមើលទៅដូចជាបិសាចឆ្កែឆ្កួតពីបាក់ទប់ទល់ហើយមើលទៅ បិសាចក៏ចាប់បរិសនោះក៏ភ័យស្រែកជួយផងប្រពន្ធគាត់ក៏ស្ទុះរត់ទៅជួយប្តីគាត់ស្រាប់តែបិសាចនោះបានខំបរិសម្នាក់នេះហើយคล้ายជាឆ្កែឆ្កួតឈប់រត់ទៅអូន បងយ៉ាងមិនហើយបងមកសម្លាញ់យ៉ាងមិនហើយ ដោយសារតែពឹសបានคล้ายជាឆ្កែឆ្កួតក៏ទៅខាំប្រពន្ធរហូតคล้ายជាឆ្កែឆ្កួតម្នាក់ទៀតអ្នកភូមិឃើញហើយក៏នាំគ្នារត់បាត់ជើងសព្រាត ជុំយើងប្រងរត់ទៅដល់ណាទៀតអរវវិធីទេអីមែនតាប្រាប់ពូទៅនឹងលោកតាមេភូមិចាប់រកវិធីទៅអាឡៃតែរត់បិសាចចាំងប់អស់ហើយលោកតាមេភូមិឈប់សិនខ្ញុំមានវិធីមួយតែមិនដឹងថាគួរសាអត់ទេខ្ញុំឃើញក្នុងរឿងគេថាតាំងនោមអាចជួយបក្រាបបិសាចបានឥឡូវសាអត់លោកតា កំណត់ឯងមួយយ៉ាងដែរសាក់មើលទៅមើលចឹង មិនដែរក្នុងរឿងគេសន្តែងសងហើយជឿបានដែរសាក់មើលទៅមិនដឹងបើមិនទាន់សាក់ផងមិនដឹងវិញអញ្ចឹងសាក់សិនក៏បានដែរចឹងនោះវាមកលឿនៗនោះសាក់មើល ជុំស្អីគេវើយស្អុយដូចទឹកនោម បាទទឹកនោមមែនទឹកនោមឲ្យថាមិនទឹកនោមទៀតអេមិនដែរអត់ចឹងដែរ យីបិសាចនេះចេះដឹងថាក្លិនទឹកនោមទៀតណាសាហាវមក ឲ្យមិនដឹងយ៉ាងម៉េចទៅបើវាឡើងឈួលបើឆ្អេះឡើងឈួលហើយនេះអត់មើលទៅដឹងហើយ យីបិសាចសោះហ្នឹងដឹងក្លិនទឹកនោមនឹងអីទៀតណាសាសាមក កាលមុនយើងជាមនុស្សដែលតាវើយ មិនតាវ៉ៃភ្លេចថាកាលមុនម្នាក់ឥឡូវគិតមិនវ៉ៃបើបិសាចអត់ខ្លាចទឹកនោមហ្នឹងតែដូចនៅទឹកនោមហ៎អាទៅមិនតន់បញ្ចេញមកណៃ អត់ប្រយោជន៍ទេគ្មានទឹកនោមអ្នកណាអាចបង្ក្រាបយើងបានទេលុះត្រាតែទឹកនោមបរិសុទ្ធហើយសបាយនេះលែងមានបរិសុទ្ធហើយ ចុះឯងអត់បរិសុទ្ធមែនបានមកក្រាបបិសាចអត់បានហើយស៊ីងក៏ទេបរិសុទ្ធអត់ដែរផ្ដេសផ្ដាស់ទេតែឆ្ងល់ដែរមិនមកក្រាបអត់បានអញ្ចឹងណាឆ្ងល់ហ្មងនេះពេលអញ្ចឹងឯងគិតសាក់មើលអស់ហើយទេគ្នានឹកឃើញហើយថ្ងៃមុនដេកយកសពសង្ស័យអរសាយកសពហ្មងអញ្ចឹងចាញ់បោកយកសពថ្ងៃមុនហ្នឹងចុះមានអញ្ចឹងទៀតចេះតែមានហ្មងវ៉ៃចុះឯងនៅទេគ្នានៅតែសុទ្ធតែហ្មងសូម្បីតែយកសពគុំដែរចាញ់បោកដែរអើយអញ្ចឹងត្រូវតែហ្មងអាបិសាចយើងនៅសិតទឹកនោមចុងក្រោយមួយទៀតចាំមើលឯងខ្លាំងប៉ុណ្ណាយើងប្រើឲ្យបើសិនជាឯងមិនអីទេយើងលែងរត់ហើយយើងឲ្យឯងស៊ីតែម្ដង យើងមិនជឿថានៅមានទឹកនោមបរិសុទ្ធទេយើងអូខេ យីអូខេទេណាស្អងលើខ្លាំងមកហ្មងទើបពេលឯងបាញ់និយាយផងឲ្យវាស័ក្តិសិទ្ធិណាលើសូមឲ្យទឹកនោមបរិសុទ្ធនេះបង្ក្រាបពឹសឆ្កែឈួននេះបានផងចោ
ថ្មតាំងពីក្នុងពោះម៉ែរហូតមកដល់សប្តាហ៍ថ្ងៃភៀងសំណាងយើងមិនដែលផ្ដេសផ្ដាស់ខុសប្រពៃណីថ្ងៃនេះគិតថានឹងមានប្រយោជន៍សម្រាប់ការជួយអ្នកភូមិ1 2 3លឿនទៅវៃលឿនទៅនៅរອບស្អីវាទៀតហ៎ មិនពិតទេលើលោកនេះនៅមានអូរីជីណលទៀតវើយមិនពិតទេ ប៉ះរបស់ពុតហើយវើយសំណាងកំថៃសាំងយូសេលបងអីអត់ព្រមមកចាប់រោមិនបានជួយសគ្រូអ្នកភូមិទេសត្វតែមានគេលបងទៀតគ្មានណាទេនឹងតែឃើញមានណាគេមកញ៉ៃផងណាចេះតែមានអ្នកលបងហើយហូតសុទ្ធតែមកបើនិយាយលងខ្លួនឯងអីមិនត្រូវនេះគ្នានិយាយលងខ្លួនឯងហ្នឹងមានណាលបងទេអើយមុខចឹងដូចយើង ចាប់ពីពេលនោះមកអ្នកភូមិក៏រស់នៅដោយសុខសាន្តចំណែកបុរសដែលសម្លាប់មិត្តភ័ក្តិម្នាក់នោះបានទទួលកម្មផលរបស់ខ្លួនហើយគឺគាត់ឈឺរហូតស្លាប់បាត់បង់ជីវិតទៅយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនដែលបានចំណាយពេលដែលមានតម្លៃមកទស្សនារឿងតាំងពីដើមរហូតដល់ចប់សូមអរគុណ